លោកអ្នកកំពុងស្ដាប់កម្មវិធីផ្សាយ Miss and Miss ពេលនេះម៉ោង 3 Hit music only វេទិកាតន្ត្រីសด NRG 89 FM ចាពេលនេះកម្មវិធីរបស់យើងបានឈានចូលមកដល់ម៉ោងតាំងទី2ហើយវេលាម៉ោង 3 ចាហើយភ្ញៀវកិត្តិយសរបស់យើងចាពីររូបនឹងអញ្ជើញមកចែករំលែកតាក់ទងទៅនឹងកម្មវិធីចាយើងនាំគ្នាដាំដើមឈើចាំបង្កើតទៀតចាហើយឥឡូវនេះចាមុននឹងចាប់ផ្ដើមយើងសូមជូនបទចម្រៀងពីបទសិនចាវេទិកាតន្ត្រីសดនៃសម្រាប់អ្នក Radio number 1ចាពេលនេះយើងចូលមកដល់កម្មវិធីរបស់យើងហើយចាក៏សូមជម្រាបសួរដល់ប្រិយមិត្តដែលកំពុងតាមដានស្ដាប់ម្ដងទៀតនៅតាំងទី2នាទីម៉ោង 3នឹងជួបជាមួយនឹងភ្ញៀវកិត្តិយសមកពីសភាយុវពាណិជ្ជករអន្តរជាតិឬក៏ហៅកាត់ថា JCI ចាអញ្ចឹងនេះយើងចាជម្រាបសួរតែម្ដងចាជម្រាបសួរចាឥឡូវនេះភ្ញៀវកិត្តិយសរបស់យើងចាបានអង្គុយនៅក្នុង studio ហើយចាហើយយើងចាសូមជម្រាបឈ្មោះបន្តិចមកចានេះខ្ញុំឈ្មោះ Jonan ជាExecutive Vice President របស់ JCI សាខាចាក់តមុខហើយក្នុងកម្មវិធី Let's Plan នេះខ្ញុំផ្ទាល់ជា Project Chair ហើយនឹងជា Coordinator Project ទាំងមូលតែម្ដងចាអូខេអញ្ចឹងយើងនឹងមានសំណួរដែលថាងឿងឆ្ងល់ប្រហែលអាចសួរទៅដល់ភ្ញៀវកិត្តិយសរបស់យើងបានចាហើយសម្រាប់ Caller ឬក៏ប្រិយមិត្តអ្នកស្ដាប់គឺអាច call ចូលបានដែរតាមរយៈលេខទូរស័ព្ទ023 99 53 និង35ដើម្បីជម្រាបសំណួរដល់អ្នកបង Jonan ផងដែរចាប៉ុន្តែជាដំបូងចាយើងចង់ដឹងបន្តិចថាតើគោលបំណងធំសំខាន់នៃការ project របស់យើងដែលជាកម្មវិធីយើងនាំគ្នាដាំដើមឈើនេះគោលបំណងធំបំផុតគឺអ្វីដែរទៅចាដូចយើងដឹងហើយស្រាប់ថាដើមឈើគឺជាផ្នែកមួយនៃបរិស្ថានចម្បងចាដើមឈើជីវិតហើយនឹងដើមឈើគឺភ្ជាប់ជាមួយគ្នាយើងមិនអាចកាត់បាច់គ្នាបានទេយើងសង្កេតឃើញថាស្ថានភាពមកដល់បច្ចុប្បន្ននេះយើងឃើញពិភពលោកទាំងមូលប្រឈមទៅនឹងការបាត់បង់នៅឡើងកម្ដៅចាសីតុណ្ហភាពនៃពិភពលោកនឹងបញ្ហាផ្សេងៗទៀតតែចម្បងយើងនិយាយពីការឡើងកម្ដៅពាក្យថា let's plan មានន័យថាយើងបបួលគ្នាហើយយើងប្រើពាក្យថាចាំការទៀតអាហ្នឹងយើងគួរតែចាប់តាមពីឥឡូវទៅហ្នឹងយើងមិនគួរបណ្ដែតចារងចាំទៀតទេចាអញ្ចឹងការជះឥទ្ធិពលវានៅតែបន្តបើយើងមិនព្រមនាំគ្នាជួយវានៅតែមានអញ្ចឹងយើងក៏បង្កើតជាកម្មវិធីនេះឡើងហើយយើងក៏មិនរំពឹងថាយើងនឹងដាំដើមឈើនឹងបានជុំវិញប្រទេសឬក៏ជុំវិញពិភពលោកដែរប៉ុន្តែជាកម្មវិធីមួយដែលបញ្ញាអារម្មណ៍ដែលបួលដែល inspire មនុស្សហ្នឹងឲ្យយកចិត្តចាប់ដើមយកចិត្តទុកដាក់ពីការកាន់ដើមឈើហ្នឹងយើងបង្ហាញថាវាមិនមានលក្ខណៈលំបាកអីទេប៉ុន្តែយើងគួរតែចាប់ដើមគួរតែចាប់ដើមចាអូខេចាលក្ខខណ្ឌចូលរួមនៅក្នុងការដាំដើមឈើរបស់យើងចាជាមួយនឹងសភាយុវពាណិជ្ជករអន្តរជាតិហ្នឹងត្រូវតម្រូវអីខ្លះដែរចាក្នុងការលក្ខខណ្ឌហ្នឹងយើងអត់មានលក្ខខណ្ឌទេយើងធ្វើដើម្បីជាសាធារណៈទាំងអស់យើងបើកចំហឲ្យប្រជាជនទាំងអស់បានចូលរួមប៉ុន្តែឡើយយើងមានផលលំបាកបន្តិចដោយសារប្រជាជននៅទីក្រុងភ្នំពេញមិនមែនជានៅក្នុងទីក្រុងសៀននោះគាត់ត្រូវចំណាយថវិកាដើម្បីធ្វើដំណើរទៅហ្នឹងអញ្ចឹងរាល់ការចំណាយទាំងអស់ហ្នឹងគឺស្ថិតនៅលើជាបន្ទុករបស់គាត់ចាស្រ័យលើកថាតើទំហំចង់ចូលរួមប៉ុណ្ណាសម្រាប់ថាយើងអត់មានលក្ខខណ្ឌហ្នឹងយើងដូចជាអត់មានលក្ខខណ្ឌអីទេប៉ុន្តែគាត់តម្រូវត្រូវចុះឈ្មោះជាមួយខាងក្រុមការងារយើងដែរដើម្បីឲ្យបានដឹងថាចំនួនអ្នកដែលទៅចូលរួមប្រមាណអ្នកដើម្បីយើងត្រៀមដើមឈើឲ្យចាបងដូចជាការចុះឈ្មោះហ្នឹងតារាបអញ្ចេះយើងមិនបាច់ចុះឈ្មោះទេគាត់អាចចូលរួមថ្ងៃហ្នឹងម្ដងចំពោះភ្ញៀវទេសចរអ្នកធ្វើដំណើរនៅទីក្រុងហ្នឹងមិនបាច់ចុះឈ្មោះទេគាត់ចង់ចូលរួមគាត់ចូលរួមដំយើងមានដើមឈើគាត់ដាំប៉ុន្តែឡែកយើងមានក្រុមការងារដើម្បីជួយសម្រួលបើសិនជាគាត់ថាគាត់ចង់ចូលរួមកម្មវិធីយើងមើលកូនក្មេងហ្នឹងធ្វើអីខ្លះគាត់អញ្ជើញមកតាក់ទងខាងយើងចុះឈ្មោះមកយើងរៀបការងារគាត់ចង់ថាចូលរួមដំណើរទៅជាមួយពួកយើងដែរអាហ្នឹងយើងត្រូវតែចុះឈ្មោះចាដើម្បីយើងទៅមកស្របគ្នាណាដើម្បីងាយស្រួលក្នុងការក្រុមការងារហ្នឹងរៀបចំចាអរគុណចាសម្រាប់ការបកស្រាយរបស់ភ្ញៀវកិត្តិយសរបស់យើងឥឡូវនេះសូមជូនបទចម្រៀងមួយបទសិនយើងនឹងវិលត្រឡប់មកវិញទៀតចាជាមួយនឹងសំណួរជាបន្តតាក់ទងនឹងការចាយើងនាំគ្នាដាំដើមឈើចាំកាលទៀតចា FM 89 NRG វិទ្យុលេខ1ច
ចាពេលនេះបានវិលត្រឡប់មកវិញហើយចាសម្រាប់កម្មវិធីចាបទសម្ភាសន៍របស់យើងជាមួយនឹងចាខាងតំណាងសភាយុវៈចាពាណិជ្ជករអន្តរជាតិ JCI ចាក្នុងកម្មវិធីយើងនាំគ្នាដាំដើមឈើចាំបង្កាលទៀតចាហើយដែលបានជំរាបសួរមុននេះដែរគឺថាអ្នកបងចូលណានឥឡូវនេះលោកស៊ុំស៊ីឋានគាត់បានមកដល់ស្ទូឌីយោហើយក៏អញ្ជើញចូលរួមផងដែរចាជំរាបសួរលោកស៊ីឋានបាទជំរាបសួរចាអរគុណមិនថ្លៃទេណាអាកាសធាតុណាចាអញ្ចឹងតែអតីតកាលបំភ្លេចចោលចាឥឡូវនេះចាំចាំបន្តជាមួយនឹងកម្មវិធីរបស់យើងតើកម្មវិធីយើងនាំគ្នាដើមឈើចាំការទៀតតើមានអីចូលរួមចាមុនហ្នឹងយើងបានដឹងហើយពីគោលបំណងហើយក៏ដូចជាលក្ខខណ្ឌចូលរួមចាគឺចាងាយណាព្រោះថាសេរីចាបងប្អូនអាចចូលរួមបានចាដោយឡែកតកតងទៅនឹងការដាំឈើតើខាងចាសភាចាត់ចែងយ៉ាងម៉េចដែរតកតងនឹងប្រភេទដើមឈើចាតើប្រភេទអីខ្លះដែរទៅចាដែលដាំនៅក្នុងក្រុងព្រះសីហនុចាបាទនៅក្រុងព្រះសីហនុហ្នឹងយើងមិនមែនដាំគ្រប់ដើមឈើទាំងអស់ទេយើងមានដើមឈើដែលយើងជ្រើសរើសផងហើយនឹងដើមឈើដែលខាងខេត្តគាត់ត្រូវការអញ្ចឹងដើមឈើដែលយើងជ្រើសរើសគឺពូចម្យ៉ាងអង់គ្លេសថាប៉ងកាមៀហើយភាសាខ្មែរថាត្បែកព្រៃហ្នឹងណាយើងជ្រើសសម្រាប់ដាំនៅក្នុងព្រោះវាមានអត្ថប្រយោជន៍ច្រើនតាំងពីស្លឹកតាំងពីផ្លែផ្កាយផ្សេងហើយនឹងមានសម្រស់ណាបាទហើយប្រភេទមួយទៀតគឺខេត្តគេសំណុំពរហ្មងគឺរំដួលដែលយើងធ្លាប់តែឮថារំដួលនៅសៀមរាបចាឥឡូវនេះទៅដាំនៅក្រុងព្រះសីហនុបាទអញ្ចឹងវាត្រូវជាមួយបទខ្មែររំដួលដូរដីអីចឹងណាពេលនេះយើងអាចច្រៀងសប្បាយជាមួយនេះហើយនឹងមានពូជឈើផ្សេងទៀតដូចជាក្រញូងដើមផ្កាកង្កោកផ្កាលឿងរាយហ្នឹងក៏យើងយកទៅដាំដែរមាន5-6ប្រភេទដែលយើងជ្រើសរើសបាទចាច្រើនដែរណាចាគេចុះដោយឡែកចាទំហំនៃការដាំដើមឈើហ្នឹងតាមត្រូវនៅតំបន់ណាខ្លះដែរចាចាក្នុងការដាំដើមឈើនេះយើងបានគម្រោងពង្រៀងជាផ្លូវហ្នឹងពីខាងខេត្តគាត់បានឲ្យមកហ្នឹងគឺជុំវិញទីក្រុងតែម្ដងយើងមាន7រុក្ខវិថីធំហើយក្នុងការដាំហ្នឹងយើងដាំជារុក្ខវិថីតែម្ដងតែកំណត់ជាក្បួនទៅជាឧទាហរណ៍ក្នុងកំណត់ផ្លូវឯករាជ្យយើងដាំលឿងរាជកដាផ្លូវហើយនឹងរំដួលពាក់កដាផ្លូវមានផ្លូវ7មករាទល់មុខផ្សារលើយើងដាំជារំដួល250ដើមចាហើយផ្លូវ28មិថុនាដែលនៅចន្លោះឆ្នេរឯករាជ្យនិងឆ្នេរសុខាដាំជាដើមកង្កោកអញ្ចឹង2-3ឆ្នាំក្រោយផ្លែទៅដល់គេឃើញជ្រួលច្រាលពេញហ្នឹងដោយឡែកផ្លូវអូជាទៀលយើងទៅអូជាទៀលភាគច្រើនប្រជាជនយើងទៅកំសាន្តនៅហ្នឹងយើងទៅអូជាទៀលយើងដាំជារំដួលដែលជាផ្កាប្រចាំប្រទេសផងជាផ្កាតំណាងជាតិណាតំណាងជាតិតែម្ដងហើយវិថី2ធ្នូដែលជាវិថីវែងជាងគេយើងដាំរំដួលបរិយកម្មករយើងដាំជាតបែកភ័យហើយនឹងវិថីកម្ពុជាសហភាពសូវៀតយើងដាំតបែកភ័យស្វាយអញ្ចឹងយើងឈានចូលដល់ទីក្រុងកំពង់សោមភ្លាមយើងនឹងឃើញស្វាយមុនគេស្វាគមន៍យើងចាប្រហែលគីឡូមុនអញ្ចឹងស្វាគមន៍ដោយពណ៌ស្វាយយើងចូលទៅដល់ក្នុងប្រហែលគីឡូទៀតយើងឃើញដូរពណ៌លឿងចាបន្ទាប់ពីពណ៌លឿងយើងទទួលបានក្លិនក្អូបឈ្ងុយឈ្ងប់ពីខាងរំដួលវិញម្ដងហើយទៅតំបន់មួយចំនួនដែលមានជាតំបន់ហូតែលធំៗហ្នឹងយើងមានការផ្លាស់ប្ដូរពណ៌ជាក្រហមចាជាមួយផ្កាកង្កោកអីចឹងទៅចាអញ្ចឹងបានន័យថាការដាំនេះគឺយើងអត់មានតំបន់ជាសួនទេគឺដាំតាមដងវិថីតែម្ដងចាយើងដាំជារុក្ខវិថីហើយដោយជាក់ស្ដែងយើងមានការទទួលការឧបត្ថម្ភជាដើមចំបៃ50ដើមយើងក៏យកដើមចំបៃដាំនៅក្នុងសួនកូនសោសួនកូនទៅមុខឆាក7មករាហ្នឹងយើងដាក់ដើមចំបៃហ្នឹងជុំវិញសួនចំបៃនោះសឬក៏ក្រហមចំបៃគឺពណ៌ក្រហមចំបៃក្រហមចាអញ្ចឹងបានន័យថាដាំនៅនេះអញ្ចឹងតើមានគេថាប្រជាជនគាត់បើសិនជាប៉ះចំផ្ទះគាត់អាចចូលរួមបានឬក៏យ៉ាងម៉េចដែរចាព្រោះនៅដាំនៅលើដងវិថីបែបហ្នឹងចាយើងជួបផលលំបាកដែរកន្លងមកយើងដាំតាមបច្ចេកទេសគេថាដាំតាមបច្ចេកទេសឧទាហរណ៍ថា15ម៉ែត្រមួយអញ្ចឹងអ្នកដែលគាត់ទៅជីងដើឲ្យថា15ម៉ែត្រវាស់ប៉ុកចំផ្ទះណាគេគាត់គូចាប៉ុន្តែយើងក៏ដើម្បីឲ្យវាបានគង់យើងក៏
បដូរអីយ៉ាបត់តិចតួចហើយយើងដាំតាមបច្ចេកទេសដូចគ្នាជារុក្ខវិថីតែបើសិនជាទៅហើយយើងងាកបន្តិចទៅក៏វាមិនដែរឲ្យវាសមរម្យណាចាអាស្រ័យលើការយោគយល់គ្នាផងដែរចាអរគុណច្រើនចាយើងបានដឹងចាប៉ុន្តែឥឡូវនេះសូមជូនប័ណ្ណចម្រៀងមួយប័ណ្ណហើយយើងនឹងវិលត្រឡប់មកចាសំណួរជាបន្តតាក់ទងនឹងការយើងនាំគ្នាដាំដើមឈើចា NRG Radio number 1 ចាវិលបន្តជាមួយនឹងសំណួរជាហោហាជាមួយនឹងកម្មវិធីយើងនាំគ្នាដាំឈើអញ្ចឹងទេចា Miss K ជួនសំណួរបន្តចាឥឡូវនេះចាសំណួរបន្តទៀតគឺតាក់ទងថាតើហេតុអ្វីចាសភាយុវពាណិជ្ជករអន្តរជាតិជ្រើសរើសយកខេត្តប្រសេនុធ្វើជាតំបន់ដាំដើមឈើចាបាទសូមអរគុណនេះជាសំណួរល្អព្រោះថាហេតុអីយើងមិនដាំនៅខេត្តផ្សេងមកយកជ្រើសរើសខេត្តប្រសេនុក្រុងប្រសេនុតែម្ដងចាតាមពិតទៅយើងដឹងស្រាប់ហើយថាក្រុងប្រសេនុនឹងជាទីក្រុងឆ្នេរសមុទ្ររបស់កម្ពុជាដែលយើងចូលចិត្តទៅប្រសេនុដោយសារជាមានឆ្នេរណាមានឆ្នេរសមុទ្រចាប៉ុន្តែយើងឃើញថាទោះបីជាមានឆ្នេរអញ្ចឹងក៏វាជាទីក្រុងថ្មដែលលើភ្នំចាពាក្យច្រើនចាជាខ្ពង់រាបជាថ្មណាជាឆ្នេរតំបន់ឆ្នេរវាអត់សូវមានគេហៅថាដើមឈើអីច្រើនចាបាទអញ្ចឹងវាមានពីរហេតុផលធំដែលយើងជ្រើសរើសខេត្តប្រសេនុគឺត្រង់ថាវាជាតំបន់ទេសចរយើងចង់ឲ្យមានការចូលរួមឲ្យបានច្រើនពីភ្ញៀវទេសចរនិងបាទប្រជាជនក្នុងតំបន់ផ្សេងអញ្ចឹងវាងាយតាក់ទាញហើយងាយដូចថាដល់ឥទ្ធិពលទៅលើយុទ្ធនាការរបស់យើងហ្នឹងអញ្ចឹងយើងចង់ចេញពីក្រុងប្រសេនុហ្នឹងទៅវាឆ្លាយជាទីក្រុងគំរូមួយក្នុងការដាំដើមឈើទៅដល់ខេត្តក្រុងផ្សេងទៀតទោះបីពីដំបូងយើងយកខេត្តព្រៃវែងប៉ុន្តែយើងគិតថានេះខេត្តប្រសេនុមានសក្តានុពលជាងក្នុងការតាក់ទាញជាគំរូហើយនឹងហេតុផលទី2យើងគិតថាក្រុងប្រសេនុហ្នឹងគឺសម្បូរថ្មអញ្ចឹងយើងគិតថាប្រហែលជាដាំឈើអត់រស់ហើយប៉ុន្តែអាចធ្វើបានគឺយើងចង់បញ្ជាក់ថាឲ្យយើងធ្វើបានចាបាទព្រោះមានគេដាំខ្លះហើយតែយើងនឹងដាំថែមទៀតទៅលើតំបន់ផ្សេងអញ្ចឹងហើយយើងមានបច្ចេកទេសក្បួនខ្នាតយើងត្រឹមត្រូវក្នុងការដាំអញ្ចឹងអ្នកខ្លះគេថាចិត្តសមុទ្រលើថ្មប្រហែលជាដាំអត់រស់ទេប៉ុន្តែយើងនឹងធ្វើឲ្យឃើញបាទហ្នឹងហើយដើម្បីផ្ដល់ភាពស្រស់បំព្រងទៀតមិនគ្រាន់ជិះទៅឃើញទីក្រុងសិតថ្មអត់មានដើមឈើលំហែសោះក៏អត់ល្អដែរចាចុះដោយឡែកជាការថែទាំអីមានការចូលរួមឯងព្រោះអីថាពួកយើងនឹងធ្វើដំណើរពីភ្នំពេញទៅហើយយើងគ្រាន់តែទៅដាំអញ្ចឹងហើយដើម្បីឲ្យវាស្រស់បំព្រងតើយើងមានការចូលរួមពីខាងណាដែរដើម្បីថែទាំចាដើមឈើរបស់យើងចាអរគុណច្រើនសំណួរហ្នឹងវាល្អមែនតើដោយសារយើងពំនាំយើងធ្វើយុទ្ធនាការតាក់ទងនឹងតាដើមឈើឯងអញ្ចឹងគេសួរថាចុះដើមរួចហ្នឹងមានតែមើលអត់ទៅដាំមកភ្នំពេញវិញហើយណាដាំទៅអ្នកដាំពីភ្នំពេញទៅមកវិញអស់លេងទៅមិនទៅក្នុងហ្នឹងយើងបានរៀបគម្រោងដែរថាយើងមានក្រុមការងារយើងប្រហែលជា2ទៅ3ខែយើងចុះមើលម្ដងប៉ុន្តែសួរថាវាមាននិរន្តរភាពទេដែលយើងទៅមកចឹងយើងនៅក្នុងទីក្រុងភ្នំពេញអញ្ចឹងគោលបំណងដែលយើងដាំយើងពីភ្នំពេញយើងយកដើមឈើពីភ្នំពេញយើងនាំគ្នាពីភ្នំពេញទៅដាំនៅក្រុងប្រសេនុយើងមើលពីខាងក្រៅវាគឺជាដាំឈើទៅសាមញ្ញប៉ុន្តែវាមិនមែនជាសាមញ្ញដែលយើងនិយាយទេយើងមានក្រុមនិស្សិតតាក់ទងទៅនឹងការអប់រំកម្មវិធីថ្ងៃ9គាត់ទៅដល់គាត់ចូលទៅបញ្ជាបការអប់រំទៅតាមកូនក្មេងទូចចា4-5 ឆ្នាំ4-10ឆ្នាំទៀតគាត់ជាម្ចាស់ហើយចាហើយហ្នឹងអ្នកដែលនៅក្នុងទីក្រុងតែម្ដងជាអ្នកទទួលផលប្រយោជន៍ផ្ទាល់ពីអត្ថប្រយោជន៍ផ្ទាល់ពីការពីដើមឈើហ្នឹងនៃការធំលូតលាស់អញ្ចឹងគាត់ត្រូវចេះថែទាំអញ្ចឹងធ្វើម៉េចដើម្បីឲ្យគាត់នោះត្រូវចេះថែទាំយើងមានក្រុមការងារនាំពំនាំមកកំណត់ល្អមួយចំនួនក្រោយពីប្រជុំក្រុមបច្ចេកទេសហ្នឹងគាត់ថាឥឡូវពេលទៅដាំជីចំដើរផ្ទះណាគេពេលដាំគាត់ទៅហៅម្ចាស់ផ្ទះហ្នឹងមកដាំមួយគាត់គាត់មានអារម្មណ៍ថាបានស្រោចទឹកបានអីទេជារបស់គាត់ផងចាអញ្ចឹងសង្ឃឹមថាថ្ងៃ9 10ហ្នឹងយើងទទួលបានការស្វាគមន៍ពីម្ចាស់ផ្ទះព្រោះយើងតែយើងអត់មានធុងទឹកធុងអីទៅទេអញ្ចឹងថាអាចគាត់រៀបចំជាធុងទឹកអីពេលយើងដាំមកជួយចាក់អញ្ចឹងនេះគឺជាសិល្បៈនៃការចែករំលែកមួយការចូលរួមចំណែកមួយចាអញ្ចឹងការធ្វើបែបនេះ
ខ្ញុំគិតថាវាមាននិរន្តរភាពជាងតែយើងពីភ្នំពេញយើងជីឡានទៅយើងទៅមើលណាអឡើងពី3000ដើមនោះចាអញ្ចឹងមានតែគំនិតមនុស្សផ្នែកគំនិតមនុស្សទេដែលយើងអាចថាពជាអារម្មណ៍ទៅជាមួយគ្នាអញ្ចឹងពាក្យថា let's plan អីគេយើងមិន plan ណាំឈើប៉ុន្តែទន្ទឹមនោះយើងឃើញមានការបណ្ដុះបណ្ដាល plan ហ្នឹងគឺបណ្ដុះទាំងមនុស្សយើងបណ្ដុះទាំងផ្នែកគំនិតយើងបណ្ដុះនឹងទាំងហៅថាដួងវិញ្ញាណឲ្យចេះស្រឡាញ់ទៅនឹងបរិស្ថានបណ្ដុះនៅទំនាក់ទំនងរវាងគ្នានឹងគ្នាឲ្យដឹងវិជាថាតើកតាបរិស្ថាននិងមនុស្សនឹងវាតកតងមិនហើយនឹងក្រុមការងារផ្ទាល់ពីក្រុមនិស្សិតហ្នឹងគាត់មានឱកាសអាចផ្លាស់ប្ដូរនៅទំនាក់ទំនងតែកន្លងមកគាត់មិនដឹងថាអាហ្នឹងអីគេទេតើធ្វើទៅវាមិនអាទំហំការងារហ្នឹងមិនអញ្ចឹងគាត់បានដឹងនៅពេលហ្នឹងអញ្ចឹងគេថា let's plan anything ដែលចាយើងបណ្ដុះគ្រប់យ៉ាងណាបណ្ដុះគ្រប់យ៉ាងតែម្ដងចាតាំងផ្នែកគំនិតអញ្ចឹងគេថាអារម្មណ៍ចូលចិត្តស្រឡាញ់ថែទាំដើមឈើចានឹងហាក់ដូចជាការចូលរួមក្នុងការងារសង្គមនិស្សិតពីខាងសាកលវិទ្យាល័យខាងកសិកម្មហ្នឹងគាត់បានចូលរួមដែរគាត់ថាគាត់រវល់គាត់អត់បានចូលរួមថ្ងៃហ្នឹងប៉ុន្តែម្សិលមិញនៅប្រជុំគាត់ឆ្លៀតពេលថាគាត់មកបង្រៀនរឿងកសិកម្មដើម្បីឲ្យបងផ្នែកអប់រំហ្នឹងថ្ងៃ9គាត់ទៅអប់រំក្មេងៗញាតិកូនក្មេងសួរមកយើងឆ្លើយអត់រួចយើងមកចាអញ្ចឹងក៏វាជាការចូលរួមឲ្យក្មេងៗគាត់មានគំនិតគាត់ធ្វើជាសម្ភារៈបង្រៀនរបស់គាត់អីចឹងទៅបង្រៀនវាជារឿងមួយចែកចម្លែកល្អមែនតើចាអូខេចាឥឡូវនេះសូមជូនបទចម្រៀងមួយបទទៀតចាហើយនឹងវិលត្រឡប់មកជួបក្នុងកម្មវិធីវិញចាវេទិកាតន្ត្រីសុទ្ធ NRG 89 FM ចាងាកតែមកព្រឹកភ្នែកសារឥឡូវនីតិបានរំកិលមកដល់សង្ឃថាចុងក្រោយទៅហើយសម្រាប់កម្មវិធីមានសន្និប៉ុន្តែនៅមានសារជាចុងក្រោយក៏ដូចជាព័ត៌មានបន្ថែមពីអ្នកបងជូណានិងលោកសិដ្ឋានតើតើជាមួយនឹងកម្មវិធីយើងក្នុងគ្នាដើមឈើចាចឹងមានអីបន្ថែមទៀតទេចាលោកសិដ្ឋានបាទជាចុងក្រោយនេះបាទសូមអរគុណនៅពិធីក៏ទាំងពីរ Energy ហើយដូចជាប្រិយមិត្តទាំងអស់ចាបើសិនជាអ្នកទាំងគ្នាបានស្ដាប់ហើយខ្ញុំដឹងថាតើដើមឈើមានសារៈសំខាន់ប៉ុណ្ណាដល់រហូតដល់សភាយុវពាណិជ្ជករសាខាចតុមុខយើងហ្នឹងលើកគម្រោងនឹងឡើងហើយវាមិនមែនជាគម្រោងដែលយើងធ្វើគ្រាន់តែដើម្បីយកឈ្មោះយកអីទេតែជាគម្រោងដែលយើងធ្វើដើម្បីផ្ដល់ផលប្រយោជន៍ដល់អ្នកជំនាន់ក្រោយបាទន័យថាយើងមានដើមឈើយើងមានក្តីសង្ឃឹមពួកអីដើមឈើផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់ខ្លួនយើងហើយអញ្ចឹងខ្ញុំចង់ឲ្យប្រិយមិត្តអ្នកស្ដាប់ទាំងអស់បាទចូលរួមនៅក្នុងកម្មវិធីនេះឲ្យបានច្រើនគឺនៅថ្ងៃទី9ទី10ខែនេះតែម្ដងត្រូវខ្សែទឹកទេអញ្ចឹងបើសិនជាលេសថារវល់អាហ្នឹងគឺខ្ញុំមិនដឹងថាមិនទៀតទេបើយើងចំណាយពេលហ្នឹងតាដូចថាអូខេមកយប់2ថ្ងៃហ្នឹងដើម្បីដើមឈើមួយដើម2ដើមប៉ុន្តែវាអាចផ្ដល់ផលដល់រាប់សិបឆ្នាំទៅក្រោយខ្ញុំជឿថាមានន័យជាងធ្វើអីផ្សេងទៀតក៏ថាបានដែរប៉ុន្តែទន្ទឹមហ្នឹងយើងក៏ទទួលនៅបាទអរគុណដល់អ្នកឧបត្ថម្ភកម្មវិធីផ្សេងៗដែលខ្ញុំរៀបរាប់អត់តាន់អស់ទេប្រហែលជាទុកហើយបាទខាងជនนั้นគាត់និយាយបន្ថែមហើយនឹងអរគុណដល់ក្រុមស្ម័គ្រចិត្តផ្សេងៗដែលគាត់ខ្នះខ្នែងតាំងចូលរួមមកបណ្ដុះបណ្ដាលហើយនឹងផ្ដល់ពេលវេលាទៅក្នុងថ្ងៃនោះផ្ទាល់តែម្ដងបាទគឺមានប៉ុណ្ណឹងហើយអាចសម្រាប់ជនนั้นបងចាជាចុងក្រោយនេះក៏សូមអរគុណដល់កញ្ញាទាំងពីរដែលបានអញ្ជើញវាគ្មិនទាំងពីរអ្នកចូលរួមថ្ងៃនេះចាអរគុណដូចគ្នាដែលអញ្ជើញចូលរួមចាហើយខ្ញុំសូមអរគុណយ៉ាងខ្លាំងពីការសហការពីខាងគណៈគ្រប់គ្រងខេត្តទាំងមូលតែម្ដងគម្រោងនេះវាមិនអាចកើតមានឡើងទេបើសិនជាអត់មានការគាំទ្រពីគាត់ហើយការគាំទ្រមិនមែនគាំទ្រធម្មតាគាំទ្រនឹងចូលរួមយ៉ាងពេញទំហឹងចាហើយគម្រោងនេះទៀតសោតមិនអាចទៅរួចបានដោយសារយើងខ្វះកង្វះថវិកាខាងហិរញ្ញវត្ថុសូមអរគុណជាច្រើនដល់បណ្ដាអ្នកគាំទ្រកម្មវិធីអ្នក sponsor យើងមានរហូតដល់ទៅ700 sponsor សូមអរគុណយ៉ាងខ្លាំងហើយជាការចូលរួមចំណាយពីជាលក្ខណៈបុគ្គលពីប្រហែលជា700អ្នកដែរដែលគាត់ផ្ដល់ជាដើមឈើជូនឲ្យពួកខាងសភាយុវពាណិជ្ជករសាខាចតុមុខនេះដើម្បីចូលរួមទៅដាំដើមឈើហើយនឹងក៏អរគុណដល់ក្រុមសិស្សនិស្សិតបណ្ដាស្ទាប់យុវវ័យដែលបានចូលរួមជាយុវជនស្ម័គ្រចិត្តក្នុងគម្រោងនេះហើយក៏សូមឲ្យបន្តស្មារតីនេះនឹងទៅលើគម្រោងបន្តទៀតមិនចាំបាច់ថាជាមួយ JCI ទេបើសិនយើងអីក៏ដែរឲ្យតាក់ទងនឹងសហគមន៍តាក់ទងនឹងសង្គមយើងណាបន្តសកម្មភាពល្អប្រពៃដើម្បីសង្គមនេះ
ជាដរាបបើសិនយើងអាចទៅរួចណា ចា ក៏ទទូចថាថ្ងៃ9ថ្ងៃ10នេះឲ្យបានចូលរួមបានច្រើនទាំងអស់គ្នាយើងមើលឃើញការដាំដើមឈើនេះយើងអាចនិយាយថាជាការដាំដើមឈើលក្ខណៈជាប្រវត្តិសាស្ត្រមួយរបស់ JCI ក្តីរបស់ខាងខេត្តក្តីចាយើងគិតថាដាំឈើពេលណាធំតែបើយើងមិនចាប់ដើមឥឡូវពេលណាទៅបានអីធំចាពេលណាបានអីធំចាបានអីធំវាអត់មានអញ្ចឹងការនាំហ្នឹងយើងជ្រើសរើសពូជល្អហើយក៏ដើមឈើហ្នឹងក៏មិនមែនទួយដែរយើងយកកម្ពស់2ម៉ែត្រអីទៅដែរចាធំដែរសម័យការសម័យយើងមើលទៅពី3ឆ្នាំទៀតយើងនៅឃើញណាចាយើងទៅយ៉ាងម៉េចអាហ្នឹងចាហើយអញ្ចឹងឲ្យយើងមានអារម្មណ៍ថាអ្នកដែលទៅដាំគឺជាផ្នែកមួយនៃការថែមពណ៌ទៅលើសមុទ្រដ៏ខៀវរបស់យើងទៅលើឆ្នេរដ៏ល្អរបស់យើងនោះជាសម្បត្តិដែលគេដូនតាមិនសល់ឲ្យយើងទៅបន្ថែមទៅលើនឹងទៀតចាអរគុណច្រើនចាហើយទន្ទឹមនឹងនេះតើមានបើសិនជាមិត្តអ្នកស្ដាប់របស់ពួកយើងគាត់មានចម្ងល់តាក់ទងនឹងកម្មវិធីតើគាត់អាចមានលេខទូរស័ព្ទតាក់ទងទៅខាងណាដែរចាសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងទៅលេខទូរស័ព្ទខាងរដ្ឋបាលរបស់យើងគឺ093 334 03 ដងចា 334 03 ដងណាចាហើយមានទំព័រ Facebook ដែរចាទំព័រ Facebook ចារបស់ JCI ផងដែរណាហ្នឹងគឺ JCI ចាក់ទៅមុខ Let's Plant ចូលទៅក្នុង Facebook ទៅឃើញបាទគឺអាប់ដេតគឺសឹង24ម៉ោងពេញ24ម៉ោងអីចាំ NRG យើងជួយ share បន្តអញ្ចឹងទៅណាកាន់តែនេះចាហើយចាក៏ផ្ដាំផ្ញើទៅដល់បងប្អូននៅខេត្តប្រសេនុផងដែរចាចាំរងចាំជួបគ្នាណាជាមួយខាងកម្មវិធីចាដើម្បីចាំទទួលខាងទទួលជាពិសេសចាដើមឈើចាទឹកខ្ញុំជំរាបអញ្ចឹងជួយរៀបចំធុងទឹកឲ្យខ្ញុំដាំទៅបងបានស្រួយអីពីលើបន្ថែមរាល់ថ្ងៃទៅក៏ការលូតលាស់ហ្នឹងវាទៅតាមចាថ្ងៃក្រោយទៅញឹមគេជួបមុខគ្នាបានញឹមជួបគ្នាចាអូខេអរគុណច្រើនសម្រាប់នីតិនេះហើយគឺថាបានរំកើដល់ពេលវេលាចុងក្រោយទៅហើយក៏ចេញពីកម្មវិធី Miss and Me ក៏ទៅជាវិទ្យុ Energy នាងខ្ញុំទាំងពីរអ្នកសូមអរគុណនឹងពេលវេលាដ៏មានតម្លៃរបស់អ្នកបងជូណានក៏ដូចជាលោកស៊ីថែនចាសម្រាប់ការចំណាយពេលវេលាក្នុងការចែករំលែកនៅកម្មវិធីយើងនាំនេះដើមឈើចាំការទៀតហើយដែលនឹងប្រពឡើងនៅថ្ងៃទី9ទី10ខែសីហានេះហើយចឹងក៏សង្ឃឹមថាមិត្តអ្នកស្ដាប់របស់យើងនឹងទទួលបាននៅការចូលរួមហើយនឹងឆ្លៀតពេលដើម្បីដើមឈើផងដែរចូលរួមចាហើយដោយឡែកកម្មវិធីរបស់យើងចា Miss and Miss ថ្ងៃនេះចាក៏ដល់ទីបញ្ចប់ផងដែរអញ្ចឹងក៏សូមគោរពលាផងដែរចាសូមអរគុណចាជំរាបលាអរគុណតោះយើងនាំគ្នាដាំដើមឈើចាំអង្ការទៀតចូលរួមជាមួយគ្នានៅថ្ងៃទី9ទី10ខែសីហាឆ្នាំ2014នៅក្រុងព្រះសីហនុ JCI ចាក់ទៅមុខនឹងធ្វើឲ្យឆ្នេរសមុទ្រកម្ពុជាមានសោភ័ណភាពបៃតងឡើងវិញព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Facebook JCI ចាក់ទៅមុខ Let's Plan កម្មវិធីនេះចូលរួមគាំទ្រដោយ Energy 89 FM Let's Plan Sihanoukville 2014 Energy